តែជាក់ស្ដែងអាមុកហ្នឹងគឺជាម្ហូបរបស់ប្រទេសយើងភាគច្រើនបរទេសមកគឺគាត់ចូលចិត្តញ៉ាំអាមុកហើយនឹងអាមុខម្ហូបផ្សេងៗអញ្ចឹងធ្វើឲ្យពួកគាត់ចាអញ្ចឹងធ្វើឲ្យពួកគាត់ស្គាល់ពីអាមុកពួកគាត់ស្គាល់ហើយថាអូអាហ្នឹងអាមុកក៏ទាំងតែគាត់ដែរបានញ៉ាំអញ្ចឹងខ្ញុំក៏រំភើបក្រុមរបស់ខ្ញុំក៏រំភើបហើយកម្មវិធីហ្នឹងពិតជាល្អពួកអីធ្វើឲ្យយើងរក្សាទលាមទម្លាប់ម្ហូបរបស់យើងបានបន្តទៅទៀតឲ្យក្មេងជំនាន់ក្រោយបានស្គាល់ពីអាមុកខ្មែរយើងចាហើយតកតងទៅនឹងការប្រកួតនេះក៏ពួកខ្ញុំអត់រំពឹងថាជាប់ដែរដោយសារតើពួកខ្ញុំធ្លាប់ប្រឡង2ឆ្នាំអីចឹងវារៀងបាក់ទឹកចិត្តដែរដោយសារតើយើងអត់បានទទួលជ័យជំនះអញ្ចឹងណាបងតែដល់ពេលចូលឆ្នាំនេះដោយសារតើមានការជំរុញពីលោកគ្រូអញ្ចឹងពួកខ្ញុំក៏សម្រេចចិត្តថានឹងដាក់ពាក្យប្រកួតម្ដងទៀតហើយក៏ឥឡូវហ្នឹងក៏ទទួលបានជ័យជំនះដែរក្រុមជំរាបសួរទៅដល់ប្រិយមិត្តដែលកំពុងតែទស្សនានៅកម្មវិធី Vanda Talk Show ស្វាគមន៍មកកាន់ប្រធានបទទី195ដែលសប្តាហ៍នេះយើងលើកយកប្រធានបទពាក់ព័ន្ធទៅនឹងម្ចាស់ជ័យលាភីនៃកម្មវិធីហមុកឆ្នាំ2025ដែលពួកគាត់សុទ្ធតែជាបេក្ខភាពដែលទទួលបានជ័យលាភីលេខ1លេខ2និងលេខ3សម្រាប់កម្មវិធីសង្ក្រាន្ត Vanda កាលពីថ្មីកន្លងទៅនេះសម្រាប់ខ្ញុំផងដែរក៏ចង់បញ្ជាក់ដែរថាសម្រាប់កម្មវិធីសង្ក្រាន្ត Vanda សម្រាប់ឆ្នាំ2025នេះគឺពិសេសដោយយើងលើកយកនៅមុខម្ហូបមុខខ្មែរយកមកប្រកួតប្រជែងសម្រាប់ឆ្នាំ2025នេះដើម្បីឲ្យនិស្សិតពួកគាត់បានបង្ហាញសមត្ថភាពនៃការចម្អិនម្ហូបរបស់ពួកគាត់ហើយប្រកួតប្រជែងជ្រើសរើសនៅម្ចាស់ជ័យលាភីពីចំណាត់ថ្នាក់លេខ1លេខ2និងលេខ3ហើយក៏ទទួលបាននៅពានរង្វាន់នៅក្នុងកម្មវិធីយ៉ាងស្រស់ស្អាតផងដែរទស្សនិកជនក៏ចង់បញ្ជាក់បន្ថែមទៀតក្រៅតែពីការប្រកួតចម្អិនម្ហូបកម្មវិធីសង្ក្រាន្តវណ្ដាឆ្នាំនេះក៏មានរៀបចំនៅការបង្ហាញទស្សនីយភាពទម្រង់សិល្បៈបុរាណជាច្រើនការលេងល្បែងប្រជាប្រិយខ្មែរដែលជាប្រពៃណីខ្មែររបស់យើងមុននៃពិធីបុណ្យចូលឆ្នាំថ្មីគឺតែងតែរៀបចំនៅកម្មវិធីយ៉ាងអធិកអធមដើម្បីអបអរសាទរនៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីហើយក៏វិទ្យាស្ថានបានបញ្ជ្រាបនៅប្រពៃណីទំនៀមទម្លាប់ខ្មែរយ៉ាងច្រើនទាំងអស់នេះជូនទៅដល់និស្សិតបានទទួលជ្រាបហើយក៏បានបញ្ចូលជាមួយនឹងកម្មវិធីប្រកួតប្រជែងធ្វើម្ហូបចម្អិនហមុកខ្មែរសម្រាប់ឆ្នាំ2025នេះផងដែរកុំឲ្យខាត់ពេលយូរប្រិយមិត្តយើងទៅជួបជាមួយនឹងចំណាប់អារម្មណ៍របស់បងប្អូនដែលជាម្ចាស់ជ័យលាភីនៅក្នុងកម្មវិធីពួកគាត់មានកន្លឹះអ្វីខ្លះទើបអាចដណ្ដើមយកជ័យលាភីនៅក្នុងកម្មវិធីជួបជាមួយនឹងពួកគាត់តែម្ដងចាជំរាបសួរចារីករាយមែនទែនដែលបានជួបជាមួយនឹងម្ចាស់ជ័យលាភីក្នុងកម្មវិធីហមុកខ្មែរនៅក្នុងថ្ងៃនេះដំបូងនេះនៅក្នុងប្រិយមិត្តបន្តិចសិនចាជំរាបសួរនាងខ្ញុំឈ្មោះអាចរមនីជានិស្សិតឆ្នាំទី1ក៏ជាម្ចាស់ជ័យលាភីលេខ1នៅកម្មវិធីអាមុកវណ្ដាដែរចាជំរាបសួរខ្ញុំបាទឈ្មោះសឿនកឹមសួរជានិស្សិតឆ្នាំទី4និងជាម្ចាស់ជ័យលាភីលេខ2នៃការប្រកួតហមុកវណ្ដាឆ្នាំ2025ដែរចាជំរាបសួរនាងខ្ញុំឈ្មោះស្រីពៅជានិស្សិតឆ្នាំទី1នៃវិទ្យាសាស្ត្រវណ្ដាហើយក៏ជាម្ចាស់ជ័យលាភីលេខ3នៃការប្រកួតប្រជែងហមុកវណ្ដាផងដែរប្រាប់ពីចំណាប់អារម្មណ៍បន្តិចបានទេដេញពីបងអូនមកតែម្ដងនៅក្នុងការប្រកួតកម្មវិធីទទួលបានចំណាត់ថ្នាក់លេខ3នេះអារម្មណ៍យ៉ាងណាដែរចំពោះការប្រកួតប្រជែងហមុកខ្មែរហើយទទួលបានជ័យលាភីលេខ3នេះខ្ញុំពិតជាមានអារម្មណ៍ថារំភើបសប្បាយអរខ្លាំងមែនទែនព្រោះវាជាលើកទី1ហើយអត់គិតថាវានឹងទទួលបានជ័យលាភីសម្រាប់អូនវិញចំពោះខ្ញុំវិញមានអារម្មណ៍ថារៀង surprise ដែរបងដោយសារតឆ្នាំនេះខ្ញុំទទួលបានជ័យលាភីលេខ2ទាំងដែលកន្លងមកប្រកួត2ឆ្នាំហើយប៉ុន្តែអត់ដែរទទួលបានជ័យលាភីទេពិសេសមែនតើចាការតស៊ូយើងបានសម្រេចទេណាចារីករាយជាមួយនឹងលទ្ធផលដែលយើងទទួលបានសំខាន់ពីស្រស់ស្អាតខ្លាំងមែនទែនឆ្នាំនេះចាចុះសម្រាប់បងវិញសម្រាប់ខ្ញុំពិតជាមានអារម្មណ៍សប្បាយរីករាយដំបូងខ្ញុំគិតថាខ្ញុំនឹងអត់ចូលរួមប៉ុន្តែមិត្តភ័ក្តិក្នុងថ្នាក់គាត់បញ្ចេញមតិច្រើនដើម្បីចូលរួមហើយក៏អត់គិតថាខ្លួនឯងបានលេខ1ដែរដំបូងគិតថាគ្រប់កិច្ចប៉ុន្តែពេលធ្វើទៅវាបានល្អអញ្ចឹងពិតជាសប្បាយចិត្តចាអាចប្រាប់ពីបទពិសោធន៍ដែលកន្លងមកធ្លាប់ភ្លក់ឬក៏ធ្លាប់ញ៉ាំអាមុកខ្មែរនឹងដែរទេហើយឬក៏ធ្លាប់ចម្អិនឬក៏ចេះចម្អិនម្ហូបនឹងពីខាងណាដែរខ្ញុំធ្លាប់ញ៉ាំនៅភោជនីយដ្ឋានប៉ុន្តែដោយសារតអ្នកតែអត់ដែរបានធ្វើឲ្យនិយាយទៅអត់ម្ហូបនឹងកម្រអញ្ចឹងនៅពេលដែលមុនកម្មវិធីប្រកួតខ្ញុំបានសួរមតិយោបល់ពីអ្នកចាស់ហើយនឹងsearchនៅក្នុង YouTube ចាដូច្នេះហើយទើបធ្វើឲ្យទទួលបាននៅជ័យលាភីនេះเนาะចែករំលែកពីកលឹះខ្លះបន្ថែមទៀតបាននេះថាតើមានកលឹះអីពិសេសដែលអាចយកចំណាត់ថ្នាក់លេខ1ព្រោះដោយសារតែការប្រកួតអាមុកខ្មែរនៅឆ្នាំនេះឃើញថាមានការចូលរួមច្រើនមែនទែនពីសិស្សនិស្សិតនៃវិទ្យាស្ថានវណ្ដានៅក្នុងការចម្អិននៅមុខម្ហូបអាមុកវណ្ដានេះចា
ដោយសារតែខាងសាលាគេមានកលការឲ្យយើងចេះសហការគ្នាហើយអនាម័យសម្រាប់ដំបូងឡើយរៀងភ័យដែរដោយសារគ្រឿងអីរៀបអត់សូវបានល្អប៉ុន្តែពេលយើងសហការគ្នាទៅហើយក៏ធ្វើបានល្អហើយដែលនឹកស្មានដល់ដែរ រសជាតិពិសេសដោយសារតែបងមានតិចអីនៅក្នុងការจับចិត្តរបស់គណៈកម្មការបានណាមានលក្ខណៈពិសេសអ្វីដែរទេហើយថាតើសម្រាប់ការប្រកួតនេះផងដែរមានមុខគ្រឿងផ្សំណាដែរដែលมันអាចខ្វះបាននៅក្នុងការដាក់នៅក្នុងមុខម្ហូបអាមុខនេះណាគ្រឿងផ្សំដែលអត់អាចខ្វះបាននៅក្នុងមុខម្ហូបអាមុខហ្នឹងគឺគ្រឿងមានប្រហុកមានលក្រីស្លឹកក្រូចហើយតកតងនឹងសម្រាប់ស្លឹកចេកខ្ញុំគិតថាពេលដែលយើងចំហុយទៅធ្វើឲ្យពណ៌វាអត់សូវស្អាតខ្ញុំក៏ជ្រើសយកដូងអញ្ចឹងពេលដូងពេលចំហុយឆ្អិនហើយនៅតែស្អាតហើយការដេកនៅខាងក្រៅអីធ្វើឲ្យតាក់ទាញដល់គណៈកម្មការក៏ដូចជារសជាតិដោយសារតែយើងបានប្រើខ្ទិះដើមអញ្ចឹងទៅធ្វើឲ្យរសជាតិអាមុខរៀងឈ្ងុយឆ្ងាញ់ចាពិសេសមែនតើចាចុះសម្រាប់បងអូនចំណាត់ថ្នាក់លេខ2វិញកន្លងមកយើងធ្លាប់បានសាកល្បងតេស្តជាមួយនឹងមុខម្ហូបនេះពីមុនមកដែរទេហើយចេះចំអិនពីណាមកដែរជាពិសេសគឺបងអូនទទួលបានចំណាត់ថ្នាក់លេខ2បានន័យថាមុខម្ហូបរបស់បងអូនក៏មិនឃ្លាតឆ្ងាយពីចំណាត់ថ្នាក់លេខ1ប្រហែលដែរបានន័យថាពីលេខលៀងគ្នាតែបន្តិចតួចទេចាបាទបងចំពោះតកតងទៅនឹងម្ហូបអាមុខខ្ញុំធ្លាប់ញ៉ាំដោយសារតយាយទួតខ្ញុំគាត់ធ្លាប់ធ្វើហើយខ្ញុំក៏ធ្លាប់មើលគាត់ធ្វើដែរអញ្ចឹងខ្ញុំធ្លាប់បានញ៉ាំហើយខ្ញុំធ្លាប់បានឃើញអញ្ចឹងខ្ញុំដឹងថារសជាតិអាមុខហ្នឹងគឺបែបណាអញ្ចឹងណាបងហើយមួយទៀតដោយសារមុនពេលមកកន្លងនេះពួកខ្ញុំបានត្រៀមសម្រាប់ការសួរពីមីងដែលនៅផ្ទះដែលគាត់ជាចុងភៅប្រចាំផ្ទះហ្នឹងគាត់បានប្រាប់ពីរបៀបនៃការធ្វើហើយក៏ធ្វើតាមគាត់ទៅរហូតមកដល់ឥឡូវគឺទទួលបានជ័យលាភីមែនចារីជាមួយនឹងជ័យលាភីដែលខ្លួនបានទទួលបានដែរទេហើយជាពិសេសក្រុមរបស់ខ្លួនឯងទាំងមូលតែម្ដងដែលបានសហការគ្នានឹងបានយ៉ាងល្អយ៉ាងណាខ្លះដែរទៅអាចទទួលបានជ័យលាភីនេះបាទបងចំពោះលទ្ធផលនេះពួកខ្ញុំរៀងរីករាយដែរដោយសារតែទទួលបានការសហការពីក្រុមហើយតកតងទៅនឹងការប្រកួតនេះក៏ពួកខ្ញុំអត់រំពឹងថាជាប់ដែរដោយសារតែពួកខ្ញុំធ្លាប់ប្រឡង2ឆ្នាំអីចឹងវារៀងបាក់ទឹកចិត្តដែរដោយសារតែយើងអត់បានទទួលជ័យជំនះអញ្ចឹងណាបងតែដល់ពេលចូលឆ្នាំនេះដោយសារតែមានការជំរុញពីលោកគ្រូអញ្ចឹងពួកខ្ញុំក៏សម្រេចចិត្តថានឹងដាក់ពាក្យប្រកួតម្ដងទៀតហើយក៏ឥឡូវនេះក៏ទទួលបានជ័យជំនះដែរពិសេសមែនតើចាចុះសម្រាប់អូនវិញសម្រាប់ខ្ញុំវិញគឺអាមុខជាមុខម្ហូបដែលថ្មីសម្រាប់ខ្ញុំមែនតើគឺអត់ដែលបានហូបសោះខ្ញុំអ្នកខេតដូចថាមិនមែនសៀមរាបចោះហើយជាមុខម្ហូបមួយដែលកម្រហើយគ្រួសារខ្ញុំក៏អត់ដែលបានធ្វើហូបដែរអាមុខម្ហូបថ្មីគឺខ្ញុំមិនដែលធ្វើសោះទៅតែបានសាកធ្វើមុនកម្មវិធីប្រឡងអាមុខគឺមានការជំរុញពីលោកគ្រូអ្នកគ្រូពួកក្រុមខ្ញុំក៏បានសហការគ្នាធ្វើសាកនៅផ្ទះរួមគ្នាចាអញ្ចឹងបានន័យថាបងអូនទទួលបានបទពិសោធន៍ថ្មីមួយហើយក៏ទទួលបាននៅគេហៅថាអនុស្សាវរីយ៍យ៉ាងល្អជាមួយនឹងមិត្តរួមថ្នាក់របស់យើងនៃថ្នាក់ឧត្តមសិក្សាណាព្រោះជាទូទៅកាលយើងនៅរៀននៅវិទ្យាល័យយើងបានជួបជុំគ្នាជាមួយមិត្តភ័ក្តិខ្លះនៅផ្ទះមាននៅអនុវិទ្យាល័យឬក៏នៅវិទ្យាល័យប្រកាសណាស់ថាយើងនឹងបានជួបជុំគ្នាប៉ុន្តែមិនងាយមានទេដែលមិត្តរួមថ្នាក់នៅឧត្តមសិក្សានេះបានជួបជុំគ្នាបែបនេះអារម្មណ៍យ៉ាងណាដែរនៅពេលដែលបានជួបជុំគ្នាជាមួយនឹងមិត្តរួមថ្នាក់ហើយបានសាមគ្គីគ្នាហើយបានភ្លក់នៅម្ហូបដែលខ្លួនឯងបានធ្វើបែបនេះណាអារម្មណ៍ពេលធ្វើមុខម្ហូបធ្វើឲ្យយើងមានការសហការគ្នាកាន់តែខ្លាំងហើយមានការជិតស្និទ្ធជាមួយមិត្តរួមថ្នាក់កាន់តែខ្លាំងផងដែរវាបង្កើតជាអនុស្សាវរីយ៍មួយដែលយើងនឹងស្មានដល់ព្រោះខ្ញុំជានិស្សិតឆ្នាំទី1ហើយអាចមានពេលវេលាល្អៗមួយពួកគាត់និងមិត្តរួមថ្នាក់ចាល្អមែនតើហើយបទពិសោធន៍ដែលបងអូនទទួលបានពីការប្រកួតនេះមានអ្វីខ្លះដែរបទពិសោធន៍គឺវាថ្មីខ្លាំងមែនតើហើយវាធ្វើឲ្យខ្ញុំមានបទពិសោធន៍ថ្មីបានមើលពីការចំអិនបងក្រុមផ្សេងទៀតជាពិសេសបានដឹងពីតិចនៃថ្មីនៃការធ្វើអាម៉ុកព្រោះខ្ញុំថ្មីខ្លាំងមែនតើហើយបានស្គាល់បានដឹងពីរបៀបធ្វើផ្សេងបងដែលធ្វើនៅជុំវិញខ្ញុំចាចុះសម្រាប់អូនវិញទទួលបានបទពិសោធន៍អ្វីខ្លះដែរពីការប្រកួតនៅក្នុងកម្មវិធីនេះណាចាបាទបងតើតោងទៅនឹងការប្រកួតអាម៉ុកវណ្ណដា2025នេះបទពិសោធន៍ថ្មីហ្នឹង
ពួកខ្ញុំទទួលបានហ្នឹងគឺការធ្វើអាម៉ុកហ្នឹងតែម្ដងបងដោយសារតែអាម៉ុកហ្នឹងខ្ញុំធ្លាប់ញ៉ាំនេះប៉ុន្តែខ្ញុំមិនដែរធ្វើអីចឹងខ្ញុំនឹងក្រុមហ្នឹងក៏បានប្រឹក្សាគ្នាសួរពីអ្នកផ្ទះផងហើយបានប្រឹក្សាគ្នាជាមួយនឹងមិត្តភក្តិក្នុងក្រុមផងក៏ទទួលបានជាអាម៉ុកមួយចានយ៉ាងឆ្ងាញ់ផងដែរ ចាពិសេសមែនតើពាក់ព័ន្ធជាមួយនឹងការប្រកួតនេះផងដែរកន្លងមកយើងធ្លាប់មានក្តីរំពឹងថានឹងលើកពានដែរទេ បើតាក់ទងទៅនឹងការរំពឹងឲ្យលើកពានបងគឺអត់មានទេបងដោយសារតពួកខ្ញុំធ្លាប់ប្រឡង2ឆ្នាំហើយបងអញ្ចឹងគាត់ថាឆ្នាំនេះជាឆ្នាំចុងក្រោយអញ្ចឹងក៏ធ្វើមួយឆ្នាំទៀតទាំងដែលអត់រំពឹងថាបានជាប់ឯបងប៉ុន្តែនៅពេលដែលធ្វើហើយក៏មានបងក៏ដូចជាអ្នកគ្រូលោកគ្រូគាត់មកដើរហើយគាត់ប្រសាថាអូការរៀបចំស្អាតហើយមើលទៅទម្រង់ឆ្ងាញ់អញ្ចឹងហើយក៏មានអារម្មណ៍ថាអីយ៉ារៀងមានអារម្មណ៍ថាអីចាខ្លួនឯងដូចចង់ជាប់វិញអញ្ចឹងគេយើងមានជំរឿចិត្តបន្ថែមเนาะចាអរគុណបន្តមកបងចំណាត់ថ្នាក់លេខ1វិញក៏ចង់ដឹងដូចគ្នាពាក់ព័ន្ធជាមួយនឹងបទពិសោធន៍ដែលទទួលបានពីកម្មវិធីមួយនេះជាថាកន្លងមកយើងសិក្សាពីថ្នាក់ទី1រហូតដល់ថ្នាក់ទី12គឺយើងអត់ធ្លាប់មានការប្រកួតបែបហ្នឹងទេនៅពេលដែលសាលារៀបចំនៅកម្មវិធីបែបនេះបងទទួលបានបទពិសោធន៍អ្វីខ្លះហើយយល់ឃើញថាការប្រកួតប្រជែងនៅកម្មវិធីប្រកួតធ្វើម្ហូបនេះនៅក្នុងឱកាសនៃកម្មវិធីសង្ក្រាន្តវណ្ណដាបែបនេះវាល្អយ៉ាងណាដែរហើយបានទទួលបទពិសោធន៍អ្វីខ្លះពីកម្មវិធីមួយនេះ ចាសម្រាប់បទពិសោធន៍តាក់ទងនឹងហាម៉ុកវណ្ណដាហ្នឹងខ្ញុំបានទទួលច្រើនដោយយើងដឹងពីមុនយើងຕົកអាម៉ុកនឹងចោលយើងគ្រាន់តែឮឈ្មោះតែវាពិបាកក្នុងការធ្វើអញ្ចឹងអត់ដែរបានលើកស្បែកមិត្តរួមថ្នាក់ខ្ញុំក៏គាត់អត់ដែរស្គាល់ថាអាម៉ុកនឹងអីដែរតែជាក់ស្ដែងអាម៉ុកនឹងគឺជាម្ហូបរបស់ប្រទេសយើងភាគច្រើនបរទេសមកគឺគាត់ចូលចិត្តញ៉ាំអាម៉ុកហើយនឹងអាម៉ុកម្ហូបផ្សេងៗអញ្ចឹងធ្វើឲ្យពួកគាត់ចាអញ្ចឹងធ្វើឲ្យពួកគាត់ស្គាល់ពីអាម៉ុកពួកគាត់ស្គាល់ហើយថាអូអាហ្នឹងអាម៉ុកក៏ទាំងតែគាត់ដែរបានញ៉ាំអញ្ចឹងខ្ញុំក៏រំភើបក្រុមរបស់ខ្ញុំក៏រំភើបហើយកម្មវិធីនឹងពិតជាល្អពួកអីធ្វើឲ្យយើងរក្សាទលាមទម្លាប់ម្ហូបរបស់យើងបានបន្តទៅទៀតឲ្យក្មេងជំនាន់ក្រោយបានស្គាល់ពីអាម៉ុកខ្មែរយើង ចាធ្លាប់មានក្តីរំពឹងថានឹងទទួលបាននៅពានរង្វាន់ជ័យលាភីលេខ1នៅក្នុងកម្មវិធីនេះដែរទេកន្លងមកក្រុមរបស់បងដូចនិយាយពីដើមអញ្ចឹងគឺសម្រាប់ពួកខ្ញុំអត់សង្ឃឹមទេដោយសារតែយើងធ្វើដើម្បីឲ្យញ៉ាំបរិយាកាសឲ្យល្អតែយើងក៏អត់បានគិតថានឹងជាប់ដែរតែពេលជប់យើងកាន់តែសប្បាយលើសនឹងទៀតចាចុះពាក់ព័ន្ធជាមួយនឹងផលវិបាកវិញមានផលវិបាកអ្វីខ្លះទេនៅក្នុងការប្រកួតប្រជែងធ្វើម្ហូបមួយនេះព្រោះដូចខ្ញុំលើកឡើងកាលពីមុនអញ្ចឹងថាយើងមានបេក្ខភាពក្រុមជាច្រើនចូលរួមប្រកួតក្នុងកម្មវិធីនេះណាអញ្ចឹងយើងជួបផលវិបាកអ្វីខ្លះដែរជាពិសេសនៅពេលដែលយើងមានសមាជិកក្រុមច្រើនបែបនេះផលវិបាកពេលដែលកម្មវិធីអត់ទាន់ចាប់ផ្ដើមអញ្ចឹងមិត្តរួមថ្នាក់គាត់អត់សូវចង់សហការតែលោកគ្រូចេះតែជំរុញថាយើងត្រូវធ្វើទោះបីតិចតួចតែក៏ដោយយើងធ្វើទៅតែខ្ញុំគិតថាគំនិតរបស់លោកគ្រូគឺល្អដោយសារតែពេលដែលកម្មវិធីមកដល់គឺយើងសប្បាយមែនហើយយើងបានដឹងពីអ្វីដែលថ្មីសម្រាប់ផលវិបាកវាអត់សូវមានច្រើនប៉ុន្តែដោយសារតែក្រុមរបស់ខ្ញុំមានគ្នាច្រើនអញ្ចឹងយើងពិបាកក្នុងការជួបគ្នាធ្វើមុនអញ្ចឹងចាប៉ុន្តែយ៉ាងណានៅតែគ្រប់គ្រងនៅស្ថានភាពនៃកម្មវិធីប្រកួតនឹងបានយ៉ាងល្អរហូតយើងទទួលបានចំណាត់ថ្នាក់លេខ1เนาะចាអរគុណច្រើនបងចុះសម្រាប់បងអូនក្រុមទី2វិញអាចជំរាបជូនបានទេអំពីផលវិបាកសម្រាប់ក្រុមបងប្អូនហើយតកតងជាមួយនឹងសមាជិកក្រុមរបស់យើងមានការសហការខ្លាំងបានកម្រិតណាដែរទើបយើងអាចទទួលបានជ័យលាភីបាទបងចំពោះក្រុមពួកខ្ញុំផលវិបាកមានតិចទេបងដោយសារតទី1សមាជិកក្រុមខ្ញុំទាំង4នាក់ទៀតហ្នឹងគឺគាត់អាចដែរធ្លាប់ញ៉ាំអាម៉ុកនឹងតទៅសោះអញ្ចឹងហើយគាត់អត់ដឹងថារសជាតិហ្នឹងវាបាក់មិនអញ្ចឹងតែបងមានតែខ្ញុំមួយអញ្ចឹងគាត់ថានៅពេលដែលខ្ញុំធ្វើពួកគាត់ control តាមខ្ញុំទាំងអស់អញ្ចឹងដូចជាផលវិបាកមានតិចមែនតើបងផលវិបាករៀងធំបំផុតហ្នឹងបងតាក់ទងទៅនឹងពេលវេលាដោយសារតែពួកខ្ញុំដាក់ពាក្យភ្លាមស្អែកឡើងប្រឡងតែអញ្ចឹងធ្វើឲ្យការពិភាក្សាក្រុមមានការលឿនណាស់យឺតយ៉ាវមែនតើបងហើយមួយទៀតដោយសារតែក្រុមខ្ញុំអត់សូវមានអ្នកឌីក័រចេះឌីក័ររៀបចំតុបតែងម្ហូបហ្នឹងឲ្យមើលមកស្អាតទេអញ្ចឹងអាហ្នឹងគឺជាផលវិបាកទីទួតដែរអញ្ចឹងប៉ុន្តែយ៉ាងណាបងធ្វើបានយ៉ាងល្អเนาะចាចេះសម្រាប់បងអូនក្រុមចំណាត់ថ្នាក់លេខ3វិញជួបផលវិបាកច្រើនដែរទេកំឡុងពេលដែលយើងប្រកួតនេះណាសម្រាប់ខ្ញុំវិញចំពោះការប្រកួតវាមានផលវិបាកតិចតួចដែរព្រោះពួកខ្ញុំសិតតែថ្មីទាំងអស់គ្នាចំពោះមុខម្ហូបមួយហ្នឹងពួកខ្ញុំសិតតែអត់ដែរផ្ទាល់ទេតែពួកយើងនៅតែខិតខំធ្វើវារហូតទទួលបានជ័យលាភី
ចុះពាក់ព័ន្ធជាមួយនឹងកម្មវិធីសង្ក្រាន្តបានដាដែលបានរៀបចំនៃការប្រកួតធ្វើម្ហូបនេះបងអូនមានអ្វីចង់សំណូមពរទៅដល់វិទ្យាស្ថានដែរទេសម្រាប់ឆ្នាំក្រោយប្រសិនបើរៀបចំចង់ឲ្យរៀបចំសង្ក្រាន្តក្រោមរូបភាពណាទៀតដែរឬទេចា៎ ចំពោះខ្ញុំវិញសង្ក្រាន្តវណ្ណដាឆ្នាំ2025នេះពិតជាល្អខ្លាំងមែនទែនព្រោះវាមានរួមបញ្ចូលទាំងល្បែងប្រពៃណីរបស់ខ្មែរហើយនិងការប្រកួតប្រជែងរបស់ខ្មែរដែលវាជាមុខម្ហូបមួយប្រចាំប្រទេសរបស់យើងហើយចំពោះឆ្នាំក្រោយៗទៀតខ្ញុំនៅតែចង់ឲ្យសាលាមានកម្មវិធីទាំងនេះព្រោះវាជាវប្បធម៌របស់ខ្មែរយើងវាពិតជាល្អ ចាចុះសម្រាប់បងអូនវិញមានសំណុំពរអ្វីជូនដល់សាលាដែរទេក្នុងការសំណុំពររៀបចំសង្ក្រាន្តនៅឆ្នាំក្រោយទៀតនេះ បាទបងចំពោះខ្ញុំវិញតើតទៅនឹងការសំណូមពរខ្ញុំចង់ឲ្យសាលាធ្វើកម្មវិធីនេះជារៀងរាល់ឆ្នាំគ្រប់ទម្រង់ដូចដើមគាត់ថាដោយសារតសាលារៀបចំបានល្អមែនទែនបងបង្ហាញអ្វីដែលជាខ្មែរច្រើនធ្វើឲ្យនិស្សិតមានការចងចាំអ្វីដែលជារបស់ខ្មែរហើយធ្វើឲ្យក្មេងៗជំនាន់ក្រោយទៀតក៏គាត់បានឃើញអំពីសិល្បៈរបស់ខ្មែរក៏ដូចជាទម្រង់បែបបទរបស់ខ្មែរក៏ដូចជាប្រពៃណីរបស់ខ្មែរយើងចឹងបង ចាអរគុណ សម្រាប់ខ្ញុំកម្មវិធីសង្ក្រាន្តបណ្ដាគឺល្អពួកអីយុវជនទាំងអស់គ្នាបន្ទាប់ពីគាត់រៀនរយៈពេលមួយថើមទៅគាត់បានជុំគ្នាសប្បាយរីករាយទាំងអស់គ្នាហើយកាន់តែពិសេសកម្មវិធីមួយរបស់សាលាធ្វើឲ្យចង់និយាយថាធ្វើឲ្យយុវជនបានសប្បាយហើយបានស្គាល់ថាផុសគំនិតគាត់ឲ្យយល់ថាអាមុខនឹងរបស់ខ្មែរទាំងតែគាត់ដែរដឹងហើយកម្មវិធីល្បែងប្រជាប្រិយអីធ្វើគាត់ចេះសហការគ្នាហើយធ្វើឲ្យបទពិសោធន៍បើគាត់ចប់ពីសាលា4ឆ្នាំទៅគាត់មានបទពិសោធន៍ memory ល្អៗសម្រាប់គាត់ ចាអរគុណច្រើនមែនតើអរគុណសម្រាប់ការចូលរួមនៅក្នុងកម្មវិធីរបស់យើងតាំងពីដើមរហូតដល់ចប់ហើយសង្ឃឹមថានៅឆ្នាំបន្តទៀតនឹងចូលរួមផ្សព្វផ្សាយទៅដល់និស្សិតផ្សេងៗទៀតដែលគាត់ចូលរួមប្រកួតនៅក្នុងកម្មវិធីប្រកួតប្រជែងចម្អិនម្ហូបរបស់វិទ្យាស្ថានបណ្ដាចាប្រិយមិត្តទ្រូទស្សនិកជនជាទីគោរពនិងជាទីមេត្រីអរគុណសម្រាប់ការតាមដានទស្សនានៃកម្មវិធីបណ្ដា Talk Show តាំងពីដើមរហូតដល់ចប់កម្មវិធីរបស់យើងសន្យាថានឹងវិលមកជួបប្រិយមិត្តដែលរាល់ថ្ងៃសៅរ៍វេលាម៉ោង 8 យប់ដដែលគណៈពេលនេះយើងខ្ញុំទាំង4នាក់សូមអរគុណនិងសូមគោរពលា